មូលហេតុមួយចំនួនដែលនាំឲ្យប្រេងសាំងឡើងថ្លៃប្រកាសណាស់ថាបងប្អូនដែលធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃប្រកាសជាមានការភ្ញាក់ផ្អើលនិងបារម្ភយ៉ាងខ្លាំងនៅពេលដែលឃើញតារាងតម្លៃប្រេងនៅតាមស្ថានីយ៍ប្រេងសាំងនានាបន្តងើបឡើងតើមានអ្វីកើតឡើងចំពោះពិភពលោកយើងហេតុអ្វីបានជាប្រេងសាំងឡើងថ្លៃនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីមូលហេតុធំៗចំនួន3ដែលធ្វើឲ្យតម្លៃប្រេងសាំងឡើងថ្លៃក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកនិងជីវភាពរស់នៅរបស់យើង 1. ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងជម្លោះនៅបច្ចឹមបូព៌ាមូលហេតុចម្បងបំផុតដែលយើងកំពុងប្រឈមមុខនៅខែមីនាឆ្នាំ2026នេះគឺស្ថានភាពសង្គ្រាមនិងជម្លោះនៅតំបន់មជ្ឈិមបូព៌ាជាពិសេសរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ការបិទច្រកសមុទ្រ Hormuz ច្រកសមុទ្រនេះគឺជាសរសៃឈាមដ៏សំខាន់បំផុតនៃការដឹកជញ្ជូនប្រេងពិភពលោកដែលមានប្រមាណ 20% នៃប្រេងសរុបដែលត្រូវឆ្លងកាត់ទីនេះនៅពេលដែលមានការវាយប្រហារតាមអាកាសនិងការគំរាមកំហែងបិទច្រកសមុទ្រនេះវានាំឲ្យមានការរំខានដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរការភ័យខ្លាចរបស់អ្នកវិនិយោគនៅពេលដែលមានសង្គ្រាមអ្នកជួញដូរប្រេងនៅទីផ្សារអន្តរជាតិដែលមានការភ័យខ្លាចថានឹងខ្វះការផ្គត់ផ្គង់ប្រេងឬត្រូវកាត់ផ្តាច់ដូច្នេះពួកគេនាំគ្នាទិញប្រេងទុកដែលធ្វើឲ្យតម្លៃហក់ឡើងភ្លាមៗតែម្ដង 2. អតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់បន្ទាប់ពីឆ្លងកាត់ដំណាក់កាលសេដ្ឋកិច្ចយឺតយ៉ាវកាលពីពេលមុនឥឡូវនេះសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញដែលធ្វើឲ្យតម្រូវការប្រើប្រាស់កើនឡើងយ៉ាងខ្លាំងការកាត់បន្ថយផលិតកម្មពី OPEC+ ប្រទេសនាំចេញប្រេងធំៗដូចជាអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីបានសម្រេចចិត្តរក្សាកម្រិតផលិតកម្មឲ្យនៅទាបឬកាត់បន្ថយការនាំចេញដើម្បីរក្សាតម្លៃឲ្យនៅខ្ពស់ស្តុកប្រេងបម្រុងមានកម្រិតទោះបីជាមានការបញ្ចេញប្រេងបម្រុងនៅបណ្ដាប្រទេសមហាអំណាចខ្លះក៏ដោយក៏វាមិនទាន់អាចឆ្លើយតបនឹងតម្រូវការដ៏ធំសម្បើមនៃវិស័យដឹកជញ្ជូននិងរោងចក្រឧស្សាហកម្មបានទាំងស្រុងនោះទេ 3. ការប្រែប្រួលអាកាសធាតុនិងថ្លៃដើមនៃការចម្រាញ់ក្រៅពីបញ្ហានយោបាយនិងទីផ្សារក៏មានកត្តាបច្ចេកទេសនិងធម្មជាតិផងដែរគ្រោះធម្មជាតិកាលពីដើមឆ្នាំ2006នេះអាកាសធាតុត្រជាក់ខ្លាំងនៅអាមេរិកខាងជើងធ្វើឲ្យរោងចក្រចម្រាញ់ប្រេងមួយចំនួនត្រូវបានផ្អាកដំណើរដែលធ្វើឲ្យខ្វះខាតប្រេងសម្រាប់នៅលើទីផ្សារការរឹតបន្តឹងលើបរិស្ថានការវិនិយោគលើវិស័យប្រេងថ្មីៗមានការធ្លាក់ចុះដោយសារតែពិភពលោកកំពុងតែងាកទៅរកថាមពលបៃតងនៅពេលដែលគ្មានការវិនិយោគថ្មីៗការផលិតប្រេងក៏អាចកើនឡើងតាមតម្រូវការបានដែរសរុបមកការឡើងថ្លៃប្រេងមិនមែនជារឿងចៃដន្យនោះទេវាគឺជាលទ្ធផលនៃជម្លោះអន្តរជាតិការគ្រប់គ្រងការផ្គត់ផ្គង់ពីប្រទេសអ្នកមានប្រេងនិងតម្រូវការសេដ្ឋកិច្ចដែលកំពុងកើនឡើងបើទោះបីជាអ្នកជំនាញខ្លះរំពឹងថាតម្លៃអាចនឹងធ្លាក់ចុះវិញប្រសិនបើចំនួននៅមជ្ឈមបូព៌ាត្រូវបានដោះស្រាយប៉ុន្តែសម្រាប់ពេលនេះយើងត្រូវតែត្រៀមខ្លួនសម្រាប់ចំណាយដែលកើតឡើងតើបងប្អូនយល់យ៉ាងណាដែរចំពោះការឡើងថ្លៃប្រេងតើវាប៉ះពាល់អ្វីខ្លះលើកម្រិតរស់នៅរបស់យើងប្រចាំថ្ងៃសូមបញ្ចេញមតិខាងក្រោមនេះ